តើអ្វីជាកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028កម្មវិធីពិសេសនេះជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជនដែលមានលក្ខណៈសាមញ្ញចំគោលដៅនិងភាពអនុគ្រោះខ្ពស់តើខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជារួមមានខេត្តណាខ្លះខេត្តទាំង4នៅភូមិភាគឦសានរួមមានខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីតើកម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងដោយឈលលើទស្សនាទានអ្វីខ្លះកម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងដោយឈលលើទស្សនាទានចំនួន3រួមមានទី1កែប្រែមុខមាត់នៃខេត្តទាំង4នៅភូមិភាគឦសានឲ្យក្លាយជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ឈលលើកត្តាទីជាក់ទានរបស់ខេត្តនីមួយៗនិងដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានាទី2ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលនាំមកនូវលទ្ធផលរហ័សជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជននិងទី3ជំរុញសហធម្មពលដែលកើតចេញពីការប្រមូលផ្ដុំ clustering effects ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន economies of scale ជាងការវិនិយោគដែលមានលក្ខណៈរីប៉ាយនិងមិនអាចផ្សារភ្ជាប់គ្នាបានតើកម្មវិធីពិសេសនេះបានកំណត់យកវិស័យអាទិភាពអ្វីខ្លះកម្មវិធីពិសេសនេះបានកំណត់យកវិស័យអាទិភាពចំនួន3គឺកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ដោយហេតុថាវិស័យទាំង3នេះមានលក្ខណៈសម្ស្របតាមកត្តាទីជាក់ទានដែលមានស្រាប់ក្នុងខេត្តទាំង4និងមានភាពបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោមកម្មវិធីពិសេសនេះតើរាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ដូចម្តេចខ្លះដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោមកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ចំនួន3ប្រភេទក្នុងនោះរួមមានវិធានការទី1វិធានការផ្នែកពន្ធដារនិងពន្ធគុយការលើកទឹកចិត្តផ្នែកពន្ធដារនិងពន្ធគុយត្រូវផ្ដល់ជូនដល់គម្រោងវិនិយោគនិងសកម្មភាពធុរកិច្ចចំនួន3ប្រភេទរួមមាន1គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចជាគោលក្នុងវិស័យទូទៅ2គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាពនិង3គម្រោងពង្រីកនៃគោលក្នុងឆ្នាំ2025-2028លើសពីនេះទៀតសកម្មភាពធុរកិច្ចដែលកំពុងដំណើរការក្នុងខេត្តទាំង4ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារអាចចុះបញ្ជីពន្ធដារតាមនីតិវិធីដោយស្ម័គ្រចិត្តក្នុងឆ្នាំ2025នេះដោយទទួលបានការលើកលែងនូវការពិន័យទោសទណ្ឌបំណុលពន្ធនិងការផាកពិន័យជាប្រាក់ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់សកម្មភាពធុរកិច្ចទាំងនេះអាចស្នើសុំការលើកទឹកចិត្តតាមរយៈការចុះបញ្ជីជាគោលក្នុងឆ្នាំ2025នេះវិធានការទី2ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យរាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យដោយផ្ដោតជាពិសេសលើសហគ្រាសធុនតូចនិងមធ្យមសហគមន៍កសិកម្មទំនើបនិងសហគមន៍ទេសចរណ៍តាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ARB និងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា Symbank ដើម្បីផ្ដល់ឥណទានដល់វិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ស្របតាមអាទិភាពដែលត្រូវបានកំណត់ក្នុងគោលដៅចំនួន3រួមមាន1គាំទ្រដល់ដំណើរការវិនិយោគឬការពង្រីកអាជីវកម្ម2គាំទ្រដល់សកម្មភាពប្រមូលទិញឬស្តុកទុកកសិផលនិង3ជំរុញអាជីវកម្មកែច្នៃនិងឬវេចខ្ចប់វិធានការទី3ការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងការគាំទ្រសកម្មភាពវិនិយោគឯកជនរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការសម្ដៅចូលរួមកាត់បន្ថយថ្លៃដើមផលិតកម្មនិងលើកកម្ពស់ផលិតភាពផលិតកម្មរួមមាន1ការសម្រួលបែបបទនិងនីតិវិធីវិនិយោគនិងធុរកិច្ចរួមទាំងការស្នើសុំអាជ្ញាប័ណ្ណវិញ្ញាបនបត្រលិខិតអនុញ្ញាតនានាព្រមទាំងការចុះបញ្ជីជាគោល2ការសម្រួលនីតិវិធីបែបបទនិងការអនុញ្ញាតផ្សេងដែលបម្រើដល់ការអនុវត្តឬការពង្រីកគម្រោង3ការពង្រឹងយន្តការឬនីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលជាបន្ទុកបន្ថែមរបស់វិនិយោគិនក្នុងការចុះបញ្ជីនិងដំណើរការអាជីវកម្មនិង4វិធានការផ្សេងទៀតជាមួយគ្នានេះដើម្បីធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តវិធានការលើកទឹកចិត្តនៃកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាក្រុមការងារដែលទទួលបន្ទុកអនុវត្តតាមដានត្រួតពិនិត្យនិងវិតម្លៃកម្មវិធីពិសេសនេះនិងដើរតួជាច្រកចេញចូលតែមួយក្នុងការពិនិត្យការវិតម្លៃនិងការអនុម័តគម្រោង
ការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណនានាជាកញ្ចប់ទៅលើគម្រោងវិនិយោគក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះតើកម្មវិធីពិសេសនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅពេលណាកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី9 ខែមេសាឆ្នាំ2025ដោយសម្ដេចមហាបូធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា